បាទអញ្ចឹងមានន័យថាកីឡាករទាំង6រូបកីឡាកររូបណាដែលផ្ដួលគូប្រកួតបានលឿនជាងគេបាទប៊ូស្រងឧបត្ថម្ភ4លានរៀលបាទដែលជាការលើកទឹកចិត្តបាទពីលើតម្លៃខ្លួននៃការប្រកួតសម្រាប់កីឡាកររបស់យើងនៅក្នុងថ្ងៃនេះបាទដែលប្រកួតនៅទឹកដីនៃខេត្តស្វាយរៀងប្រកួតទូនទីបន្តជូនដល់លោកកញ្ញាកណ្ដាលដែលជាអ្នកគ្រប់គ្រងការប្រកួតបាននៅលើសង្វៀនការប្រកួតប្រដាល់គុណខ្មែរបាទអរគុណអញ្ចឹងយើងចូលដល់ការប្រកួតវិញ្ញាសាគុណខ្មែររបស់យើងវិញម្ដងបាទទម្ងន់75គីឡូក្រាមបាទឆ្លៀននៅក្នុងការនេះខ្ញុំបាទក៏សូមជម្រាបពីប្រវត្តិទ្រូសង្ខេបសម្រាប់កីឡាករទាំងពីរបង្គោលក្រហមជាកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងអែមលេងលីបាទទម្ងន់75គីឡូក្រាមអាយុ31ឆ្នាំកម្ពស់1.75 ម៉ែត្រការប្រកួតចំនួន150ដងឈ្នះ118ដងចាញ់30ដងស្មើ2ដងផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន40ដងជាកីឡាករដែលមានស្រុកកំណើតនៅក្នុងភូមិកោះចំប៉ាឃុំព្រីងជ្រុំបាទស្រុកជើងព្រៃខេត្តកំពង់ចាមការរាត់ថ្វាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដែងរិនវឹកហាត់នៅក្នុងក្លឹបគុណខ្មែរដូនតានៃសមាគមកីឡាប្រដាល់រាជធានីភ្នំពេញបាទបង្គោលខៀវបាទជាកីឡាករបាទពីប្រទេសបារាំងទម្ងន់75គីឡូក្រាមដូចគ្នាអាយុ29ឆ្នាំកម្ពស់1.87 ម៉ែត្រធ្លាប់ឡើងសួនប្រកួតចំនួន56ដងឈ្នះ42ដងចាញ់2ដងស្មើ12ដងផ្ដួលគូប្រកួតចំនួន16ដងបាទអញ្ចឹងនេះជាប្រវត្តិប្រកួត Professional Fight សម្រាប់កីឡាករបារាំងបាទគឺដែលមានឈ្មោះថាបាទ Val Bijon Baren បាទនេះគឺជាប្រវត្តិសង្ខេបសម្រាប់កីឡាករទាំងពីរសម្រាប់បាទលេងលីគុណខ្មែរបាទពីខាងក្លឹបគុណខ្មែរដូនតាបាទនៃសមាគមកីឡាប្រដាល់រាជធានីភ្នំពេញបាទអាដាមវ៉ាសុភាដែលជាស្វាមីលោកជំទាវញ៉ាជុំមានអគ្គនាយកការក្រុមហ៊ុនថតក្រុមបាទប្រសិនបើលេងលីផ្ដួលគូប្រកួតបាទលោកឧបត្ថម្ភបាទ2លានរៀលដូចបាទសង្ឃឹមបាញ់មិញដែរបាទអញ្ចឹងសង្ឃឹមបាញ់មិញកន្លងផុតហើយអត់ផ្ដួលបាទចាំមើលលេងលីកីឡាករទាំងពីរមកស្ដាប់បាទមិនត្រឹមតែអានេះទេរង្វាន់បន្ថែមពីប៊ូស្រង4លានទៀតអ្នកដែលផ្ដួលលឿនជូនថាគូមិត្តភាពអន្តរជាតិប្រកួត3ទឹកលក្ខណៈគុណខ្មែរប្រកួត3នាទីសម្រាប់ឲ្យទឹក2នាទី The bot fighting please come and listen to Kun Khmer rule from the referee Mr. Sasayan. This sport is fighting in 3 rounds of Kun Khmer martial arts 3 minute fight and 2 minute break. ចៅក្រមត្រៀមប្រងព្រៀបគូ Boost Strong សមរភូមិស្ដេចបក្សីគុណខ្មែរគូមិត្តភាពអន្តរជាតិរវាងកម្ពុជាបារាំងទឹកទី1 round 1បាទទឹកទី1គូទី2 Fabian Barre ទាត់ក្រោមអានលីដើរចូល1ទាត់ក្រោម1ទៀតទាត់ស្ដាំ1អានលីសងឆ្វេងមកវិញបារាំងចង់លេងគុណខ្មែរជាមួយគុណខ្មែរជាមួយកីឡាប្រដាល់អានលីគុណខ្មែរហើយបាទ1 2អង់គ្លេសថា1 2អានលីលោជង្គង់1ទាត់ជើងក្រោម1ទៀតទាត់លើ1ទៀតអានលីបាំងបានទាត់ស្ដាំមកវិញ1 2អត់ត្រូវFabian Barre បង្គោលខៀវកីឡាករបារាំងអានលីគុណខ្មែរ
វាយចូលឡាំចង្គង់ចង្គង់មួយពីហ្វេប៊ីយ៉ែនចង្គង់មួយបានអត់ត្រូវអញ្ញាកណ្ដាលបំបែកអញ្ញាកណ្ដាលលោកសានសញ្ញានស្វាគមន៍គ្នាមួយម៉ាត់ដៃពីអេមីលីខុំម៉ាត់ដៃមួយពីកីឡាករផ្ទះប្រាំងបង្គោលខៀវបោះចង្គង់មួយចង្គង់ស្រាលលីងចោឃ្លីងមកបាទភាសាអង់គ្លេសគេអានថា clinch ខ្មែរយើងគេហៅថាឡាំចង្គង់អែមលីនលេងលីកូនខ្មែរចូលមួយធាក់មួយពីកីឡាករហ្វាប៊ីយ៉ាងបារ៉េបង្គោលខៀវលេងលីព្យាយាមកែងហើយប៉ុនកែងទៅមាត់មួយកណ្ដាលត្រង់បាទឡានលីមួយតាមចង្វាក់បាច់គុនខ្មែរទាត់ក្រោមពីបារ៉េទាត់ក្រោមប្រុងឈូសជើងឲ្យដួលមួយលោជង្គង់ពីបង្គោលខៀវមួយពីបារ៉េបាទលេងលីបោះមួយដែរធាក់មួយអង់គ្លេសគេហៅថា push kick ដោយជើងក្រោមបាទដោយជើងក្រោមគេហៅថា leg kick បារាំងហ្វេប៊ីយ៉ែនបោះមួយលេងលីមិនទាន់ជាសម្រុកប៉ុន្មានទេបងប្អូនទឹកទី1វាយកែងខុសចាប់ឡាំចង្គង់ដួលទាំងពីរតែម្ដងបាទបងប្អូនអ្នកស្វ័យរឿងសូមជម្រាបផងដែរថាគូនេះវាយទម្ងន់75គីឡូក្រាមទម្ងន់មែនទេកែងពីបារ៉េបាទកែងពីហ្វេប៊ីយ៉ងបារាំងចេះកែងបាទអូឃើញហើយបាទបារាំងចេះកែងលេងលីចាប់វាយចង្គង់មួយទៀតហើយបោះចង្គង់ស្រាលកីឡាករបារាំងចេះកែងចេះចង្គង់គ្រប់ត្មងហេប្លុកពីលេងលីដើរចូលមួយបោះកែងបត់ប៉ុន្តែស្រាលមិនជាត្រវីចង្គង់ស្រាលទៅវិញទៅមកចង្គង់ស្រាលទៅវិញទៅមកបាទនេះជាទឹកទី1គូទី2លេងលីបោះម្ដាយហើយម្ដាយទៀតតែពីយ៉ាងបោះចាប់ទឹកទីគណៈគុនខ្មែរទាត់ជើងក្រោមពីហ្វេប៊ីយ៉ងឡាំទៀតហើយក្រាននឹងចង្គង់ពីហ្វេប៊ីយ៉ងចង្គង់ទល់ចង្គង់អញ្ញាកណ្ដាលបំបែកសូមបញ្ជាក់ថាគីឡូ75គីឡូក្រាមធ្ងន់ណាស់បងប្អូនហើយបន្ទាប់ពីព្រំសំណាងមកនេះហើយ75ធ្ងន់ណាស់ស្វាគមន៍គ្នាបាត់ដៃទាត់ជើងក្រោមពីហ្វេប៊ីយ៉ងធាក់ចេញទាត់ជើងក្រោមពីបង្គោលខៀវធាក់ល្អលេងលីគុនខ្មែរព្យាយាមចូលមួយមិនបង្ខំប៉ុន្តែទឹកទី2ហើយទាត់ជើងក្រោមទៀតទាត់ជើងក្រោមពីបង្គោលខៀវហ្វេប៊ីយ៉ងបារ៉េចូលទាត់ខុសអូរវាទៀតបាទអង់គ្លេសគេហៅថា spinning kick ឡែមលីចូលមកបោះចង្គង់មួយចង្គង់ស្រាលបាទទឹកទី2លេងលីចូលធ្វើធាក់មកជើងពីហ្វេប៊ីយ៉ងវាយមួយពីបដូរដៃគ្នាទៅវិញទៅមកទាត់បន្តែស្រាលណាស់ទាត់ខាងក្រោមធ្ងន់បាទទាត់ខុសពីលេងលីគុនខ្មែរទាត់អត់ទៅទេបារាំងនេះចេះច្រើនណាស់គុនខ្មែរបាទបដូរគ្នាទៅដៃមកកែងមួយពីលេងលីស្អាតណាស់ឆ្ងាញ់ណាស់ដូចប៊ូស្រងចង្គង់មួយស្រាលបំបែកដោយអញ្ញាកណ្ដាលលោកសានសញ្ញានបដូរដៃហើយមួយដៃល្អពីបង្គោលខៀវបែកទឹកខ្ចាយត្មងទាត់ក្រោមពីហ្វេប៊ីយ៉ងបារ៉េហ្វេប៊ីយ៉ងត្រៀមចង់ចេញកែងហើយចាប់ជើងផ្ដួលទឹកទី2ប្រកួតក្នុងលក្ខណៈគុនខ្មែរលេងលីធាក់អត់ដល់មួយពីហ្វេប៊ីយ៉ងមួយពីឡែមលីឆ្ងាញ់ណាស់បែកទឹកខ្ចាយមួយពីលេងលីគុនខ្មែរញើសក្រោលខាត់ណា1 2លេងលីដូច3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
6 7 8អាចបន្តបាន បុកបុក លេងលីនៅតែ បន្តការប្រកួត continue ចូលមកបុកកែងមួយកីឡាករបារាំងព្យាយាមទាត់ជើងក្រោមព្រោះដឹងចំណុចខ្សោយរបស់យើងប៉ុន្តែលេងលីមិនព្រមចាញ់ទេបោះមួយទាត់ជើងក្រោមទៀតបិណ្ឌ New Crocodile បានទេ 2 2 3 3 4 4
មកខាងណា បួ ហ្វេបយ៉ង 5 6 6 7 7 8 8 9 10 ដកសោបគ្រប់ absolutely over បាទឥឡូវយើងក៏ឃើញលទ្ធផលដែរបញ្ចាំគណៈកម្មការប្រកាសបាទនេះរូបភាពយឺតៗអំបញ្ញមិញនេះទាត់ក្រោមនេះកន្លែងនេះហើយដែលធ្វើឲ្យលេងលីបាទជួជើងអំបញ្ញមិញបាទនៅក្នុងទឹកទី2ផ្លឹបចូលកលាក់ជើង2ជើង3ជើង4ជើងនៅ លោក តា ថា ហើយបាទ ហ្វេបយ៉ងបេរ៉ាគាត់ឆ្លាតគាត់ដឹងថា គាត់ យើងឈឺ បាទគាត់ឃើញកន្លែងណាឈឺគឺ តា កីឡាបែបហ្នឹងហើយបាទកីឡាប្រយុទ្ធតែយើងបញ្ចេញចំណុចខ្សោយកន្លែងណាគឺគេប្រកាសជាថែមកន្លែងនោះហើយបាទចឹងលេងលីគុណខ្មែរបាទរបួសជើងបាត់ទៅហើយអំបញ្ញមិញនេះបាទអរគុណតោះបាទអញ្ចឹងឥឡូវនេះបាទខ្ញុំបាទក៏សូមប្រកល់ទូនាទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ តាមរយៈផ្ដួលដៃគូឲ្យស្លាប់នៅក្នុងទឹកទី2ជ័យជំនះបានទៅលើបង្គោលខៀវ Webin បាទ